នៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងបានសិក្សាពីពាក្យ either ហើយនិងពាក្យ neither បាទពាក្យហ្នឹងគឺយើងអាចអានថា either ឬក៏ either neither ឬក៏ neither បានដូចគ្នាគេឥឡូវយើងទៅមើលទាំងអស់គ្នាថាតើវាប្រើប្រាស់របៀបម៉េចគេយើងនិយាយអំពី either មុនឬក៏ either មុនគេ we use to show that you have the same idea as the speaker in negative គឺយើងប្រើប្រាស់វាដើម្បីនិយាយស្របមានថាយោបល់ស្របគំនិតស្របជាមួយនឹងអ្នកនិយាយបាទនៅក្នុង statement គឺ negative statement បាទអញ្ចឹងនៅក្នុងនេះខ្ញុំមានឧទាហរណ៍ចំនួន3 okay 3 example for example the first one is he can swim and I can't either បាទគាត់អត់ចេះហែលទឹកជា negative statement ហើយយើងអត់ចេះដែរមានន័យថាយើងមានគំនិតស្របគ្នាអញ្ចឹងយើងប្រើ I can't either បាទ I can't either ដល់ពេលមួយទៀត I don't like cat ខ្ញុំអត់ចូលចិត្តឆ្មាទេអញ្ចឹងដល់ពេលគេនិយាយអញ្ចឹងយើងក៏អត់ចូលចិត្តដែរយើងនិយាយថា I don't either ខ្ញុំក៏អត់ចូលចិត្តឆ្មាដែរអូខេហើយមួយទៀតគេនិយាយថា John isn't late John គាត់អត់មកយឺតទេអញ្ចឹងយើងអត់យឺតដែរយើងនិយាយថា I'm not either ខ្ញុំក៏មិនមកយឺតដែរបាទនេះគឺជាការប្រើប្រាស់ either នៅពេលដែលយើងមានគំនិតស្របជាមួយនឹងអ្នកនិយាយអញ្ចឹងកន្លែងនេះយើងឃើញមានពាក្យថា can't ហើយខាងនេះក៏ can't គឺយើងប្រើ auxiliary verb ដូចគ្នាអញ្ចឹង can't ដូចគ្នាយើងក៏ថែម either មកដល់ពេលនេះ don't យើងប្រើ don't ដែរប៉ុន្តែយើងខាងនេះវាអាចជា doesn't អញ្ចឹងទៅប៉ុន្តែនៅពេលយើងប្រើមួយ I គឺយើងប្រើ don't ណាយើងអត់ប្រើ doesn't ទេដូចខាងនេះអញ្ចឹង verb to be យើងប្រើ isn't ដល់ពេលយើងប្រើមួយ I គឺ am អញ្ចឹងវាអាស្រ័យទៅលើ subject នេះទេប៉ុន្តែអ្វីដែលខ្ញុំចង់ប្រាប់គឺយើងប្រើ oxy ប្រភេទដូចគ្នា do does did can could វាអាស្រ័យទៅលើ oxy ហ្នឹងអាចជា verb to be អញ្ចឹងទេគេនេះគឺជារបៀបក្នុងការប្រើប្រាស់ either នៅក្នុងការឆ្លើយតបទៅនឹងអ្វីដែលយើងគិតថាវាមានthe same idea ឬក៏ similar idea គេអត់ចេះដូចគ្នាគេអត់ចូលចិត្តដូចគ្នាជាអ្វីដែលយើងមានដូចគ្នាគេយើងមកមើលការប្រើប្រាស់ either neither ឬក៏ neither គឺវាដូចគ្នាដែរគឺ we use after negative to show the same idea គឺយើងប្រើនៅក្នុងការឆ្លើយតបទៅនឹង negative statement ដែរដែលយើងមានគំនិតដូចគ្នាដែរប៉ុន្តែគ្រាន់ការប្រើប្រាស់គឺវាខុសគ្នាតិចគឺយើងប្រើ neither ឬក៏ neither plus oxy គឺកិរិយាសព្ទជំនួយ plus subject ខាងនេះយើងអត់ទេយើងដាក់ subject ហើយ either នៅខាងចុងប៉ុន្តែនៅពេលដែលយើងប្រើ neither គឺយើងដាក់ neither មុខខ្ញុំមានឧទាហរណ៍ចំនួន3ដែរគឺ she's not been to Cape អញ្ចឹង she's not been to Cape គាត់អត់ធ្លាប់ទៅខេត្តកែបទេអញ្ចឹងយើងអត់ធ្លាប់ដែរយើងនិយាយថា neither នេះ oxy neither ហើយ oxy អញ្ចឹងអានេះនៅក្នុង present perfect ប្រយោគនេះគឺ present perfect អញ្ចឹងយើងប្រើ neither have I ហើយយើងប្រើ subject អញ្ចឹងមានន័យថាខ្ញុំក៏អត់ធ្លាប់ទៅខេត្តកែបដែរបាទឧទាហរណ៍ទី2គឺ I couldn't sing when I was 6 ខ្ញុំអត់ចេះច្រៀងទេនៅពេលដែលខ្ញុំមានអាយុ6ឆ្នាំអញ្ចឹងមានគេម្នាក់គេនិយាយអញ្ចឹងដល់ពេលយើងឮយើងក៏អត់ចេះដែរអញ្ចឹងយើងស្របជាមួយគេមានន័យថា neither could I អញ្ចឹង neither plus oxy plus subject អញ្ចឹងខ្ញុំក៏អត់ចេះដែរអញ្ចឹងគេនិយាយថាគេអត់ចេះច្រៀងពេលគេអាយុ6ឆ្នាំយើងអត់ចេះដែរយើងថា neither could I Okay the last example is Jane didn't come yesterday Jane គាត់អត់មកទេកាលពីម្សិលមិញនឹងអត់ទៅណាទេខ្ញុំមិនដឹងដែរJane didn't come yesterday អញ្ចឹងយើងអត់បានទៅដែរមានន័យថាវាដូចគ្នាអញ្ចឹងយើងនិយាយថា neither did I អញ្ចឹងយើងមើលមានពាក្យ didn't យើងប្រើ did ដូចគ្នាគេ could យើងប្រើ could ដែរបាទហើយពាក្យកន្លែងនេះគឺ has not អញ្ចឹងយើងប្រើ have ដោយសារតែ subject របស់យើងគឺ I បាទនេះគឺជារបៀបក្នុងការប្រើប្រាស់ neither បាទហើយអត្ថន័យតែមួយទេគឺយើងស្របជាមួយនឹងអ្នកនិយាយគឺគំនិតដូចគ្នាបាទអញ្ចឹងយើងអាច you can use me
neither នៅក្នុងនេះបានក្នុងនេះក៏បានក្នុងប្រយោគតែមួយណាគឺយើងឆ្លើយតបដូចគ្នាប៉ុន្តែវាមានលក្ខណៈ informal វាមិនផ្លូវការទេនៅពេលដែលយើងប្រើ me neither គឺដូចគ្នាមានន័យថាខ្ញុំក៏អត់ដូចគ្នាប៉ុន្តែអានេះគឺជាការប្រើប្រាស់ប្រភេទ informal បាទយើងចូលមកកាន់ការប្រើប្រាស់ either of ហើយនិង neither of បាទតើយើងប្រើវារបៀបម៉េចគេយើងទៅមើលទាំងអស់គ្នាយើងនិយាយអំពី either of មុនបាទអញ្ចឹងយើងប្រើ either of used to refer to one of two អូខេអញ្ចឹងយើងប្រើ either of ហ្នឹងដើម្បីនិយាយអំពីមួយក្នុងចំណោមពីរអូខេ one of two thing or people មួយក្នុងចំណោមរឿងអ្វីមួយឬក៏ក្នុងរឿងពីរឬក៏មួយក្នុងចំណោមមនុស្សពីរនាក់អូខេឧទាហរណ៍ either of my sons can swim well មានន័យថាម្នាក់ក្នុងចំណោមកូនប្រុសរបស់ខ្ញុំពីរនាក់អញ្ចឹងមានតែពីរនាក់ទេបើយើងនិយាយពីមនុស្សអញ្ចឹងម្នាក់ក្នុងចំណោមកូនប្រុសខ្ញុំពីរនាក់គឺអាចហែលទឹកបានល្អមានថាបកកែហែលទឹកអូខេអញ្ចឹងមានន័យថាតែមួយទេមិនមែនពីរទេអូខេមួយទៀត either of his parents died last year បាទមានន័យថាក្នុងចំណោមពុកម្ដាយមានម្នាក់ស្លាប់កាលពីឆ្នាំទៅអញ្ចឹងអាចឪពុកអាចម្ដាយអញ្ចឹងមានន័យថាម្នាក់ក្នុងចំណោមឪពុកម្ដាយរបស់គាត់បានស្លាប់កាលពីឆ្នាំទៅអញ្ចឹងបើមិនឪពុកឬក៏បើមិនឪពុកទេគឺម្ដាយបាទអញ្ចឹងសំដៅទៅលើតែមួយក្នុងចំណោមពីរ Okay, the last example is either of my friends will join my wedding មានថាមិត្តភ័ក្តិម្នាក់ក្នុងចំណោមមិត្តភ័ក្តិរបស់ខ្ញុំពីរនាក់នឹងមកចូលរួមក្នុងពិធីមង្គលការរបស់ខ្ញុំអញ្ចឹងមានន័យថាយើងប្រើ either of នៅពេលដែលយើងនិយាយអំពី one of មួយក្នុងចំណោមពីរ one of two អញ្ចឹងពីរហើយមានមួយនោះវាជាអ្វីមួយដែលអាចកើតមានឡើងអញ្ចឹងទៅឥឡូវយើងមកមើល either of neither of វិញ neither of គឺយើងប្រើ used to refer to none of two មានន័យថាគ្មានតែម្ដងអត់មានមួយទេគឺអត់ទាំងពីរតែម្ដង none of two example neither of my sons can swim well អញ្ចឹងនៅពេលដែលយើងប្រើ neither មានន័យថាកូនទាំងពីរហ្នឹងគឺអត់ចេះហែលទឹកបានល្អដូចគ្នាមិនមែនបើយើងប្រើអញ្ចេះមានថាមានមួយក្នុងចំណោមពីរនាក់ហ្នឹងគឺចេះហែលទឹកប៉ុន្តែបើយើងនិយាយយើងប្រើ neither of មានន័យថាអត់ចេះហែលទឹកបានល្អទាំងពីរនាក់អញ្ចឹង neither of my sons can swim well neither of his parents died last year មានន័យថាទាំងឪពុកម្ដាយរបស់គេទាំងពីរហ្នឹងគ្មានអ្នកណាស្លាប់កាលពីឆ្នាំទៅទេមានន័យថាអត់ទាំងពីរ Okay neither of my friends will join my wedding អញ្ចឹងមានថាមិត្តភ័ក្តិទាំងពីរហ្នឹងគឺមិនបានមកចូលរួមពិធីជប់លៀងទាំងអស់នេះគឺជាការប្រើប្រាស់ either of ហើយនិង neither of អូខេយើងមកមើលការប្រើប្រាស់ចុងក្រោយគឺ either or ហើយនិង neither nor បាទនេះគេឲ្យឈ្មោះថា correlative conjunction តើយើងប្រើប្រាស់ either or ហើយនិង neither nor វារបៀបម៉េចឥឡូវយើងទៅមើលទាំងអស់គ្នាeither or គឺយើងប្រើដើម្បីអី to refer to one of two គឺដូចគ្នាជាមួយនឹង either of ដូចគ្នាប៉ុន្តែគ្រាន់តែការប្រើប្រាស់នេះគឺវាខុសគ្នាតិចរបៀបសរសេរណាគេឧទាហរណ៍ either you or John will visit me tomorrow អញ្ចឹងបើមិនអ្នកទេគឺ John ដែលនឹងត្រូវមកលេងខ្ញុំនៅថ្ងៃស្អែកបាទអញ្ចឹងយើងមើលកន្លែងនេះកាលណាយើងប្រើ either you មានន័យថា noun pronoun ទៅបន្ទាប់ពី or នេះក៏ noun ឬក៏ pronoun ដូចគ្នាគឺ subject ដូចគ្នាអញ្ចឹង either you or John will visit me tomorrow អញ្ចឹងវាប្រើគឺវាអញ្ចឹងអូខេមួយទៀតគឺ I can either go home or go to the party បាទអញ្ចឹងខ្ញុំអាចអីគេទៅផ្ទះឬក៏អាចនឹងទៅពិធីជប់លៀងអញ្ចឹងមានថាជំរើសតែមួយដូចគ្នាប៉ុន្តែយើងមើលរបៀបប្រើគឺ either go home verb phrase បាទដល់ពេល or go to the party ក៏ជា verb phrase ដែរបាទអញ្ចឹង subject វានៅខាងក្រៅនេះហើយនេះ verb នៃ verb ដូចគ្នាហេវាប្រើគឺគេប្រើអញ្ចឹង
មួយទៀត I think she is either at school or on the train អញ្ចឹងនេះ prepositional phrase នេះក៏ជា prepositional phrase អញ្ចឹង either plus prepositional phrase or ក៏ prepositional phrase ដូចគ្នាអញ្ចឹងមានន័យថារបៀបប្រើហ្នឹងគឺវាដូចគ្នាអញ្ចឹង I think she is either at school or on the train ខ្ញុំគិតថាគាត់បើមិននៅសាលាទេគឺនៅតាមនៅកំពង់ជិះតែផ្លូវបាទគឺមានតែមួយទេជំរើស Okay the last one is she will take either the black or the green គាត់នឹងជ្រើសរើសបើមិនពណ៌ខ្មៅទេគឺពណ៌បៃតងអញ្ចឹងជំរើសមានតែមួយទេបើមិនយកពណ៌ខ្មៅគឺពណ៌បៃតងតែប៉ុណ្្នឹងឯងអញ្ចឹង noun ដូចគ្នាណាយើងចូលទៅកាន់ either or neither nor គឺប្រើដូចគ្នាជាមួយនឹង neither of ដូចគ្នាដែរប៉ុន្តែរបៀបសរសេរគឺដូចខាងនេះដែរគឺ used to refer to none of two បាទមានថាអត់ទាំងពីរបាទមានន័យថាមិនជ្រើសយកទាំងពីរ example neither you nor John will visit me tomorrow អូខេអញ្ចឹងមានថាទាំងអ្នកហើយនឹង John គឺនឹងមិនមកសួរសុខទុក្ខខ្ញុំនៅថ្ងៃស្អែកទេអញ្ចឹង neither you nor John will visit me tomorrow អញ្ចឹងមានន័យថាអត់ទាំងពីរអត់មានបណ្ណាគេទៅសួរសុខទុក្ខទេអូខេ one more example យើងមើលនេះគឺដូចគ្នាទេ noun ហើយនឹង noun ដូចគ្នាsubject ហ្នឹងវាដើរតួជា subject ដូចគ្នា I can either go home nor go to the party អញ្ចឹង neither go home ជា verb nor go to the party ក៏ជា verb ដូចគ្នាអញ្ចឹងអានេះគឺយើងមិនអាចទៅអាហ្នឹងចង់និយាយថាមិនទៅផ្ទះហើយក៏មិនទៅពិធីជប់លៀងដែរអញ្ចឹងទៅកន្លែងផ្សេង Okay one more example I think she is neither at school nor on the train ណាខ្ញុំគិតថាគាត់មិននៅសាលាហើយក៏មិននៅតាមប្រទេសផ្លូវដែរកំពុងជិះតែផ្លូវដែរគឺអត់ទាំងពីរ Okay the last one is she will take neither the black nor the green មានន័យថាយើងគិតថាគាត់នឹងមិនជ្រើសរើសពណ៌ខ្មៅហើយក៏មិនជ្រើសរើសពណ៌ខៀវដូចគ្នាបាទនេះគឺ negative ទាំងពីរគឺមិនអាចយកទាំងពីរបាទនេះអាចមួយ possible អញ្ចឹងនេះគឺជារបៀបប្រើប្រាស់ either ហើយនឹង neither វាមាន either neither either of neither of ហើយមាននេះគេហៅថា correlative conjunction គឺ either or neither nor បាទអរគុណសម្រាប់ការទស្សនារបស់អ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាបានយល់ពីរបៀបក្នុងការប្រើ either ហើយនឹង neither ហើយយើងជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយចុច subscribe ទៅលើ channel របស់ខ្ញុំផងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀត